បាទជំរាបសួរពុកម៉ែពុកមីងបងប្អូនដែលស្រឡាញ់ខាងវិស័យចំសត្វទាំងអស់គ្នាថ្ងៃនេះគឺថា SK កសិកម្មជនបទបាទយើងខ្ញុំមានអត់សតមួយបាទតែយើងធ្លាប់ធ្វើកន្លងមកនេះចង់ចែកជូនបងប្អូនតិចតួចចឹងណាសម្រាប់ការផ្ដល់ចំណីឲ្យជ្រូកអញ្ចឹងបងប្អូនអ្នកចាំជ្រូកក៏ធ្លាប់ជួបហើយច្រើនហើយមិនតែមិនសម្រាប់តែខ្ញុំឬក៏បងប្អូនខ្លះហើយបងប្អូនខ្លះក៏គាត់ដឹងបងប្អូនខ្លះក៏គាត់ធ្វើជាប្រចាំហើយបងប្អូនខ្លះក៏អត់ទាន់បានធ្វើអញ្ចឹងបើបងប្អូនអត់ទាន់បានធ្វើទេអាចមើលវីដេអូនេះបានហើយបើបងប្អូនថាល្អបងប្អូនសេវទុកទៅហើយក៏អាចជួយចុច like ជួយ share អីយ៉ាងមួយផងបាទវាមានអីច្រើនតែនេះគ្រាន់តែថាតាមបទពិសោធន៍របស់ខ្ញុំតិចតួចអានេះលក្ខណៈថាការឲ្យស៊ីអញ្ចឹងណាបងប្អូនការឲ្យស៊ីគឺសម្រាប់ខ្ញុំឲ្យស៊ីហុយអញ្ចឹងខ្ញុំឲ្យស៊ីហុយអញ្ចឹងការឲ្យស៊ីហុយវាស្រួលក្នុងការលាយយើងហត់បាក់លេខញ៉ៃច្រើនទេបងប្អូនហើយស្នូកក៏យើងអត់នេះដែរយើងអត់ពិបាកលាងទេយើងមានប្រហោងសម្រាប់លក្ខណៈថាប្រហូរទឹកណាពេលយើងលាងស្នូកលាងអីប្រហូរអស់ស៊ីហុយចេះវាអត់បញ្ហាបើយើងស៊ីទឹកពេលយើងត្រូវការលាងស្នូកលាងអីយើងទៅចាក់អោនបាច់ទឹកបាច់អីចេញស្នូកសិនចឹងណាបងប្អូនតែនេះអត់ទេអានេះយើងឲ្យស៊ីហុយចេះយើងចាក់ទៅយើងមានប្រហោងសម្រាប់ប្រហូរមានប្រហោងប្រហូរទឹកចេញបើមិនជាលក្ខណៈថាពេលយើងត្រូវការលាងត្រង់លាងអីចឹងណាយើងប្រហូរបាញ់ប្រហូរទឹកចេញអស់យើងអត់ទៅបាយចឹងអានេះខ្ញុំចែកបបសោតមួយគាត់ថាយើងស៊ីហុយចេះអានេះយើងអាចហៅថាពេលយើងរយចំណីយើងហើយបងប្អូនព្រោះចំណីហុយដែលយើងរយសម្រាប់ចំនួនជ្រូកដែលយើងត្រូវស៊ីអស់ប៉ុណ្ណាហើយយើងរយវាស៊ីចឹងទៅពេលយើងដូរឲ្យស៊ីហើយបងប្អូនអាចយកទឹកបាទទឹកក៏បងប្អូនទឹកយើងយកមកប្រោះវាពីលើបងប្អូនប្រោះវាឲ្យរៀងជោគតិចណាអានេះយើងមុនដំបូងមុននឹងឲ្យវាស៊ីប្រោះអញ្ចឹងយើងបរៀនវាបងប្អូនតិចម្ដងឲ្យវាចេះស៊ីអាប្រោះទឹកហ្នឹងសិនបានយើងអាចឲ្យវាស៊ីបានអានេះយើងចាក់ហុយហើយយើងអាចប្រោះទឹកពីលើបានអាហ្នឹងយើងដូចគ្នានឹងការឲ្យស៊ីទឹកដែរអញ្ចឹងបងប្អូនតែនេះយើងអត់ហត់លើកទឹកមកចាក់លេងទឹកឲ្យចាក់ឈូសវាអានេះយើងតាក់ចំណីហុយហើយបានយើងប្រោះទឹកពីលើហើយការដែលយើងឲ្យស៊ីចេះខ្ញុំសង្កេតឃើញថាវាសាច់វាស្អាតចង់និយាយថាជ្រូកយើងសាច់ស្អាតដែលយើងស៊ីទឹកចឹងតែយើងលេចំណីហុយទេប៉ុន្តែគាត់ថាយើងឲ្យវាស៊ីចេះវាសាច់ជ្រូកមានអារម្មណ៍ថាធូរបងប្អូនចំរហ័សធំហើយយើងចំឲ្យយើងការលេចំណីរបស់យើងត្រូវទៀតតាមមកជ្រូករឿងធំធូរប្លែកហ្មងបងប្អូនហើយអត្ថប្រយោជន៍ស៊ីទឹកនេះមួយទៀតគឺកាត់បន្ថយក្អកបងប្អូនកាត់បន្ថយក្អកហើយនឹងវាឆ្លក់ទោះបីយើងដាក់គេថាពងបឺតក៏ដោយបឺតទឹកវាក៏ដោយចុងបងប្អូនកាលណាយើងឲ្យស៊ីហុយវាពេលវាដដើមគ្នាទៅវាអាចថាកតុកវាហុយទៅវាឆ្លក់ធ្វើឲ្យជ្រូកយើងហ្នឹងវាគេហៅថាក្អកបាទកាលណាក្អកកាលណាអីវាក៏អត់សូវស៊ីដែរវាអន់ដែរអញ្ចឹងបងប្អូនអញ្ចឹងបើយើងឲ្យស៊ីចេះវាអត់ទេដោយសារតែវាមានជាតិសំណើមបងប្អូនវាមានជាតិសំណើមអញ្ចឹងជ្រូកយើងស៊ីបានច្រើនហើយមើលសាច់បងប្អូននេះអានេះយើងលេចំណែកឲ្យស៊ីអញ្ចឹងណាបងប្អូនលេចំណែកឲ្យស៊ីត្រូវប៉ុន្តែលក្ខណៈថាយើងឲ្យស៊ីហុយលេកតុលេអីយើងអត់មានសូនជាចំណែកក្របទេបើយើងសូនជាក្របយើងមិនធ្វើចេះក៏បានដែរអញ្ចឹងបងប្អូនសូនជាក្របយើងចាក់ឲ្យវានេះក៏ល្អដែរតែបើយើងអត់សូនជាក្របទេតែចំណែកហុយខ្ញុំមានកតុមាននៃចំណៃអីចេះទេយើងឲ្យចាក់ទឹកឲ្យវាចេះទៅវាល្អបងប្អូនស៊ីស្ទុះល្អហើយការស៊ីរបស់វាអត់មានក្អកទេបងប្អូនអត់ក្អកបងប្អូនតែវាអត់ឆ្លក់អញ្ចឹងនេះជាបទពិសោធន៍របស់ខ្ញុំមួយ
anh ấy cả nhóm to lấy bảo bóng ôn ở miền ép sai xây tiết anh đang bảo bóng ôn nhá nào bóng ôn là thà đấy nhóm 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 chụp bật tè chẳng nhóm chạy lấy tôi rồi bóng ôn nào ấp ăn đăng ấy này chấm mây mây ấy vô tàu họ ta chỉ cầm nít môi là bây giờ một pin mình thay nhớ nào còn thì nhóm co mình men tha đi đây nhóm cứ trâu ca một pin thay được nè chừng chào tới nhà mơ video bon bon sen chưa tốt dương chập bán dương vô màu pin thay cho lại qua khát dương chứ một còn đấy dương vô màu chạy lệch nè tích 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 bây giờ dương càng chậm bao giờ nó càng là o sao đòn tích tàu giá không còn này chẳng admin extra đấy vào bóng ôn này ngon đấy comment xuống trong video nó có bán và nhầm ai trả lại là thà nhầm ai trả lại ai bỏ xài bán cho nhầm chui bỏ xài cho tôi tại bỏ tế nó mẹ tam đừng là ngay chẳng con traสำหรับการตามตามพวกหมายบองôn bạnสบายเฮงเฮงจนพอสังคมตาmình lại chụp nâng lọ và sao chuyện đi này hình hình ở này bóng ôn nhóm này có bà đây vô chụp lọ với chạy thao pì hai cha mẹ to su to tí đây bóng ôn bà đó con trai group chấm riệp lia bye bye